គ្រប់ជំរាបសួរពុកម៉ែបងប្អូនបាទវិលមកជួបគ្នាសាជាថ្មីជាមួយនឹង Channel សំណាង Cooking បាទថ្ងៃនេះ Channel សំណាង Cooking មកចែករំលែកពុកម៉ែបងប្អូនពីរបៀបឆាគ្រឿងអន្ទង់បាទអាទិត្យមុនហ្នឹងបាទទៅលេងស្រុកមកហើយទៅដល់ផ្ទះពូបាទឃើញថាគាត់មានអន្ទង់នៅសល់2ដែរបាទប្រោះទុកចោលអញ្ចឹងក៏នឹកឃើញថាចែករំលែកពុកម៉ែបងប្អូនពីរបៀបឆាគ្រឿងទៅបាទហើយថ្ងៃនេះបានពូគាត់ជួយធ្វើបាទហើយនៅស្រុកស្រែឃើញថាគល់ស្លឹកគ្រៃក៏អត់ពិបាកនៅក្នុងការរកដែរបាទសម្រាប់ឆាគ្រឿងតុងថ្ងៃនេះខ្ញុំប្រើរំដេងល្មៀតខ្ទឹមសបាទហើយស្លឹកក្រូចសើចជាពិសេសគឺគល់ស្លឹកគ្រៃបាទយើងហាន់វាហើយយើងយកវាមកបុកបាទហើយយើងបុកលាយជាមួយនឹងសណ្តែកដីតិចទៅបាទហើយតុងឃើញថាឥឡូវយើងធ្វើហើយអីចឹងយើងយកវាមកកាត់ជាកង់ទៅដើម្បីយកវាទៅអប់សិនពុកម៉ែបងប្អូនបាទដើម្បីកាត់ឆ្អាបបាទហើយអានេះបើពុកម៉ែបងប្អូនខ្លះបាទគាត់យកទៅបំពងតែសម្រាប់ខ្ញុំបាទគឺខ្ញុំអប់វាសិនបាទយើងចាក់ប្រេងឆាចូលបន្តិចទៅបាទហើយដាក់រំដេងស្លឹកក្រូចសើចខ្ទឹមសបាទហើយនឹងគល់ស្លឹកគ្រៃយើងដាក់ចូលឆាឈ្ងុយបន្តិចមកបាទបន្ទាប់មកដាក់អន្ទង់ដែលយើងបានកាត់វាជាកង់មិញហ្នឹងបាទចាក់វាចូលទៅហើយយើងគ្របវាទៅបាទអប់វា1នាទី2នាទីអីចឹងទៅណាពុកម៉ែបងប្អូនដើម្បីឲ្យវាមានក្លិនឈ្ងុយក៏ដូចជាកាត់ឆ្អាបផងដែរឥឡូវឃើញថាអន្ទង់របស់យើងហ្នឹងឃើញថាវាជិតឆ្អិនហើយពុកម៉ែបងប្អូនបាទហើយបើកមកគឺថាក្លិនឈ្ងុយណាស់ពុកម៉ែបងប្អូនអើយបាទហើយអន្ទង់ឃើញថាមានពងទៀតបាទអញ្ចឹងមិនថាម្ហូបមួយមុខនេះឃើញថាស្រស់ភ្លាមយើងគឺថារសជាតិវាឆ្ងាញ់ណាស់ពុកម៉ែបងប្អូនអើយបាទហើយឥឡូវខ្ញុំដួសវាទុកសិនបាទដើម្បីយើងយកមកឆាគ្រឿងបាទឥឡូវយើងចាក់គ្រឿងបុកដែលបានបុកលាយជាមួយនឹងសណ្តែកដីមិញហ្នឹងបាទយើងចាក់ចូលឆាវាទៅបាទចន្លោះពេលហ្នឹងបាទយើងអត់អាចបើកភ្លើងខ្លាំងបានទេពុកម៉ែបងប្អូនបាទគឺយើងបើកភ្លើងហឹមទៅហើយយើងឆាវាចឹងមកបាទហើយបន្ទាប់មកបានយើងបន្ថែមជាមួយនឹងប្រហុកបាទប្រហុកសាច់ក៏បានប្រហុកឆ្អឹងក៏បានដែរតែយើងច្រាំវាសិនទៅបាទយើងច្រាំវាឲ្យបាក់ឆ្អឹងឲ្យម៉ត់បន្តិចទៅដើម្បីពេលយើងយកទៅឆាទៅបាទគឺពេលដែលហូបគឺវាអត់ប៉ះឆ្អឹងហើយយើងឆាអញ្ចឹងមកនេះពុកម៉ែបងប្អូនដូចខ្ញុំបង្ហាញអញ្ចឹងបាទនេះគឺពូគាត់ជួយឆាបាទហើយអានេះតុងរបស់យើងឃើញថាវាឆ្អិនចូល80-90% ហើយបើមានខ្ទិះដូងបាទពុកម៉ែបងប្អូនបន្ថែមជាមួយនឹងខ្ទិះដូងទៅហើយខ្ញុំអត់មានបាទខ្ញុំប្រើជាមួយនឹងទឹកដោះគោឆៅបាទហើយបន្ទាប់មកគឺយើងចាក់ប្រហុកបាទយើងចាក់ប្រហុកដែលយើងច្រាំមិញហ្នឹងបាទចាក់ចូលទៅហើយយើងបន្ថែមជាមួយនឹងអំពិលបាទបើមានអំពិលទុំពុកម៉ែបងប្អូនច្របាច់អំពិលទុំដាក់បន្តិចទៅដាក់ទឹកអំពិលទុំហ្នឹងហើយបើអត់មានបាទខ្ញុំថ្ងៃនេះគឺខ្ញុំប្រើអំពិលខ្ចីបាទខ្ញុំដំដាក់បន្តិចទៅហើយអំពិលនេះគឺយើងប្រើដើម្បីកាត់ជាតិប្រៃរបស់ប្រហុកពុកម៉ែបងប្អូនបាទកុំឲ្យវាប្រៃខ្លាំងពេកបាទយើងប្រើអំពិលហ្នឹងក៏យើងប្រើតិចដែរយើងអត់ប្រើច្រើនប៉ុន្មានទេហើយបន្ទាប់មកគឺយើងចាក់ជាមួយនឹងទុងដែលយើងបានអប់វាមិញហ្នឹងបាទយើងចាក់វាចូលមកហើយយើងឆាត្រឡប់វាឲ្យចូលគ្រឿងជាមួយនឹងតុងហើយនឹងគ្រឿងដែលយើងបានឆាមិញហ្នឹងបាទហើយភ្លក់មើលទៅពុកម៉ែបងប្អូនបាទតាមចំណង់ចំណូលចិត្តហើយសម្រាប់មុខម្ហូបមួយមុខនេះរសជាតិរបស់វាគឺមិនប្រៃពេកហើយក៏មិនផ្អែមពេកដែរពុកម៉ែបងប្អូនបាទរសជាតិរបស់វាគឺឡមទេបាទហើយសម្រាប់តុងពេលដែលយើងបានអប់វាអញ្ចឹងទៅគឺយើងយកមកឆាបាទគឺអត់មានក្លិនឆ្អាបអីទេបាទហើយក៏វាលឿនដែរបាទឥឡូវឃើញថាវាចិត្តឆ្អិនហើយពុកម៉ែបងប្អូនបាទយើងគ្រាន់តែច្បល់ឲ្យវាសប់ឲ្យគ្រឿងវាចូលជាតិជាមួយនឹងសាច់អន្ទង់ទៅគឺវារួចរាល់ហើយពុកម៉ែបងប្អូនបាទតុងតែ2ទេបាទឃើញថាបានមួយឆ្នាំងបាទហើយសម្រាប់ហូប2-3នាក់គឺថាល្មមឥឡូវវាឆ្អិនហើយពុកម៉ែបងប្អូនអញ្ចឹងខ្ញុំបន្ថែមជាមួយនឹងម្រះព្រៅបាទបន្ថែមជាមួយនឹងម្រះព្រៅទៅហើយបិទភ្លើងទៅគឺរួចរាល់ហើយពុកម៉ែបងប្អូនបាទហើយសម្រាប់ឆាគ្រឿងបាទគឺអត់ប្រើម្ទេសទេពុកម៉ែបងប្អូនបាទហើយបើសិនជាពុកម៉ែបងប្អូនចូលចិត្តម្ទេសបាទចង់ញ៉ាំម្ទេសបាទយើងអាចអេតបន្ថែមបានតែបើអត់ក៏អត់អីដែរតែសម្រាប់មុខម្ហូបមួយមុខនេះគឺអត់ប្រើម្ទេសទេបាទសម្រាប់ឆាគ្រឿងតែបើសិនជាឆាក្តៅអាហ្នឹងគឺខ្វះម្ទេសអត់បានទេពុកម៉ែបងប្អូនបាទសម្រាប់អ្នកដែលអត់ចេះម្ទេសបាទគឺមិនគួរញ៉ាំឆាក្តៅទេដោយសារវាអត់គ្រប់គ្រឿងហើយក៏វាអត់សូវឆ្ងាញ់ប្រហែលដែរពេលដែលយើងអត់ដាក់ម្ទេសឥឡូវឃើញថាអន្ទង់ឆាគ្រឿងរបស់យើងគឺរួចរាល់ហើយពុកម៉ែបងប្អូនបាទទំនងទេបាទហើយយើងបន្ថែមជាមួយនឹងម្រះព្រៅពីលើតិចចឹងមកហើយក្លិនរបស់វាគឺថាឈ្ងុយណាស់ពុកម៉ែបងប្អូនអើយបាទហើយវីដេអូមានតែប៉ុណ្្នឹងទេអរគុណពុកម៉ែបងប្អូនបាទជួបគ្នាវីដេអូក្រោយៗទៀត